សួស្តីព្រឹកនេះមកក្រងផ្កាទៀតហើយថ្ងៃនេះនាងខ្ញុំមកក្រងខុសពីសពដងបន្តិចដោយសារតែនាងខ្ញុំដាក់ជាមួយនឹងស្លឹកឈើពណ៌ខៀវលាយពណ៌សមើលទៅគឺស្រស់ស្អាតម្យ៉ាងដែរតើហើយចំពោះការក្រងដោយតែផ្កាវិលសពដងចឹងឯងគឺថ្ងៃនេះនាងខ្ញុំដាក់ការពុតចំនួន2ហើយស្លឹកនាងខ្ញុំប្រើ2ដែរយើងដាក់បង្វិលវាបន្តិចមកចំពោះការក្រងផ្កាវិលស្អាតប៉ុន្តែវាពិបាកនៅពេលដែលយើងបត់ស្លឹករបស់ផ្កាប្រភេទផ្កាដូចគ្នាយើងក្រងលេផ្កានេះផ្កាដៃនាងនេះគឺស្អាតណាស់អត់ពិបាកអង្គុយបត់ទេគឺចាប់ដោតយកតែម្ដងដោយយើងគ្រាន់តែកាត់ពងវាឲ្យស្អាតតម្រឹមឲ្យស្មើមកយើងចាប់ដោតគឺវាលឿនជាងប្រភេទស្លឹកឈើឬក៏ផ្កាកណ្ដាស់ឬក៏ផ្កាផ្សេងដែលយើងបត់បែបនេះហើយនៅខ្ញុំដាក់ឆ្លាស់គ្នាលាយ2ហើយក្រងភួងលើក្រោយគឺនៅខ្ញុំធ្វើបែបមួយហើយនៅខ្ញុំផលិតបែបផ្សេងគ្នាចាំមើលចង់ដឹងថាតើពីរប្រភេទហ្នឹងមួយណាស្អាតជាងមួយណាមើលណែពុកម៉ែបងប្អូនស្អាតម្យ៉ាងដាក់លឹកឈើស្អាតម្យ៉ាងយើងដាក់ផ្កាកណ្ដាស់ស្អាតម្យ៉ាងមកនេះតែគ្រាន់ថាស្លឹកឈើឬផ្កាកណ្ដាស់វាពិបាកក្នុងការបត់បន្តិចបើយើងក្រងជាប្រភេទការដូចគ្នាវាងាយស្រួលហើយលឿនជាងយើងបត់បែបនេះហើយចំពោះស្លឹកឈើគឺយើងកាត់តម្រូវគ្នាឲ្យស្មើដែរព្រោះស្លឹកវាមានស្លឹកវែងស្លឹកខ្លីហើយនឹងខ្ញុំក្រងជាមួយនឹងស្លឹកកន្ទួតពុកម៉ែបងប្អូនថ្ងៃនេះយើងខ្ញុំដាក់ផលិតជាមួយនឹងស្លឹកកន្ទួតនេះឃើញយើងកាត់តម្រឹមវាឲ្យស្មើអញ្ចឹងហើយយើងបត់វាចាប់ដើមបត់វាមកយើងយកវាមកដោតអញ្ចឹងដាក់2ក្រងប្រភេទនេះវារាងយឺតបន្តិចប៉ុន្តែស្អាតពេលខ្លះយើងចង់ឆ្នៃអ្វីដែលប្លែកដែលយើងពុំសូវដែលបានធ្វើយើងគួរតែធ្វើប៉ុន្តែបើនិយាយពីរឿងក្រងផ្កាវិញពុកម៉ែបងប្អូនតើតែអ្នកនឹងមានចិត្តអំណត់ព្រោះមិនមែនក្រងបានលឿនបានទេប្រើចិត្តអំណត់ហើយរៀងអត់ធ្មត់បន្តិចដែរត្រឹមតែបានមកភូងនឹងការពុត2ស្លឹកកន្ទួតនេះខ្ញុំដាក់2ហើយស្លឹកកន្ទួតគឺនៅខ្ញុំកាត់រួចហើយកាត់តម្រឹមវាឲ្យស្មើគ្នាតែម្ដងចាំមើលមួយភួងទៀតគឺនៅខ្ញុំក្រងយកគល់ស្លឹកតែម្ដងយើងបញ្ចេញគល់ស្លឹកមកលើចង់ដឹងថាតើពីរប្រភេទហ្នឹងមួយណាស្អាតជាង